ដើម្បីយើង add asset ងាយស្រួលក្នុងការគ្រប់គ្រងអញ្ចឹងយើងត្រូវ add ចំណុចនីមួយៗដូចខាងក្រោមអញ្ចឹងយើងមាន5ចំណុចមាន custom field setter label asset model category manufacturer អូខេអញ្ចឹងទៅ add នីមួយ add ចំណុចនីមួយដូចខាងក្រោមតាអញ្ចឹងទី1យើងត្រូវ add custom field សិន default របស់វាគេ add មកស្រាប់មាន asset with MAC address ប៉ុន្តែ device របស់យើងមួយចំនួនវាអត់មាន MAC address ទេដូច monitor អត់មាន MAC address ទេអញ្ចឹងយើង manage បានតាម serial វិញអញ្ចឹងយើងត្រូវ add field set របស់យើងមួយមកអូខេអត់ទេទី1យើងមក add custom អូខេអញ្ចឹងតាមចំណុចនេះគេមាន default មកស្រាប់ប៉ុន្តែគេ asset គេជាមួយនឹង MAC address អញ្ចឹងដោយសារយើង asset របស់យើងមានទាំងពី monitor មានទាំងពី admin mouse មាន keyboard ហើយវាអត់មាន MAC address អញ្ចឹងយើង control តាម serial អញ្ចឹងយើងមក custom field នេះមួយយើង add serial number ចូលតែមិនយ៉ាងណាយើងយក text box format យក any ហើយយើង save អូខេរួចមកយើងមក add កន្លែង field set មួយទៀតយើងដាក់ asset with serial number អញ្ចឹង serial number ជាទូទៅកុំព្យូទ័រណាក៏មានដែរអូខេអញ្ចឹងនេះយើង select serial number save អូខេអញ្ចឹងយើងបាន add រួចហើយ asset with serial number ហើយយើងក៏ apply មកកន្លែងនេះរួចហើយយើង add មកមួយហើយនេះ asset with serial number របស់គេ asset with MAC address អញ្ចឹងចំណុចយ៉ាងរួចរាល់យើងមកមើល status label យើងមិន add ទេវា add មក3ស្រាប់ឲ្យយើងហើយវាមាន achieve នេះឡើយ status type មាន achieve មាន pending មាន deployable អញ្ចឹងវាមានន័យដូចមិនអា3ហ្នឹងអញ្ចឹង achieve នេះវានៅខាងក្រោមនេះវាមានន័យថា asset ដែលมันអាចយកទៅប្រើប្រាស់បានទេ check out ហ្នឹងមានថាយើង provide ឲ្យគេឲ្យនរណាម្នាក់ដើម្បីប្រើអញ្ចឹងវាគ្រាន់តែអាចសូនៅក្នុង system របស់យើងឯងវាមិនអាចយកទៅប្រើប្រាស់បានទេវាស្មើនឹង asset ហ្នឹងខូចអីប៉ុន្តែគេទុកលើហ្នឹងដើម្បីជា report ថាឧបករណ៍ហ្នឹងពិតជាមាននៅក្នុង asset យើងមែនមានលេខកូដមានអីមានថ្លៃមានថ្ងៃទិញមានអីចឹងទៅមានព័ត៌មានណាព័ត៌មានគ្រប់គ្រាន់ចំណែក ទី2 pending នេះមានន័យថាម៉េច pending គឺមានន័យថាជា asset ដែលมันអាចអាសាញមានន័យថាมันអាចឲ្យអ្នកណាម្នាក់ប្រើប្រាស់បានដូចគ្នាដោយសារតែ asset ហ្នឹងវានៅក្នុងលក្ខខណ្ឌកំពុងតែជួសជុលហើយ asset មួយហ្នឹងក៏យើងសង្ឃឹមថាវាអាចជួសជុលបានហើយនឹងត្រឡប់មកប្រើវិញហ្នឹង pending ចំណែក deployable នេះគឺមានន័យថា asset ហ្នឹងបាន check out ឬក៏មិនទាន់ check out ប៉ុន្តែអាចអាសាញឲ្យនរណាម្នាក់ប្រើបានហើយឲ្យតែមានពាក្យថា deployable ហ្នឹងក៏លើវាមានពីរលក្ខខណ្ឌអាចថាមិនទាន់អាសាញឲ្យគេប្រើមានន័យថាវានៅក្នុង stock បើសិនជាយើងអាសាញឲ្យគេប្រើហើយគឺនៅគេប្រើហើយមានន័យថានៅគេអូខេអញ្ចឹងចំណុចទី3ទី4ខ្ញុំលើកសិនព្រោះវាតាក់ទងមួយចំណុចទី5ខ្ញុំមកធ្វើចំណុចទី5មុន manufacturer អញ្ចឹងកន្លែង manufacturer ហ្នឹង default ក៏វាចេញបែបនេះយើងគ្រាន់តែចុច create manufacturer មកគឺវា auto create manufacturer មានន័យថាឈ្មោះក្រុមហ៊ុនដែលយើងទិញសម្ភារៈមកប្រើហ្នឹង brand របស់ device ហ្នឹងវាមានដូចជា Apple Microsoft Dell Asus HP Lenovo សិតតែក្រុមហ៊ុន electronic ច្រើនណាសិតតែក្រុមហ៊ុន electronic ល្បីៗលំដាប់ពិភពលោកមាន Sony មាន Huawei មានអីចឹងមកអញ្ចឹងបើករណីយើងមាន brand ផ្សេងដូចជាឧទាហរណ៍ថាយើងមាន brand របស់ mouse ដូចជា Logitech អូខេ Logitech វាអត់មាននៅក្នុងហ្នឹងឯងឃើញទេអញ្ចឹងយើង add ថែមនេះយើងចុចញ៉ាំបូក add មកយើងដាក់ Logitech គេព័ត៌មានយើងចង់ដាក់មិនបញ្ហាទេហើយយើង add image logo របស់ Logitech អីចឹងទៅឬក៏ Hikvision ខ្ញុំដាក់ឧទាហរណ៍ខ្ញុំដាក់ brand Hikvision ខ្ញុំដាក់ Hikvision អីចឹងមក Hikvision អូខេហើយយើង save មកអញ្ចឹងវាជាប់ brand Hikvision មួយហ្នឹងហើយបើយើងមាន brand Unify ទៀតយើងដាក់ brand Unify ទៅ Unify brand វា Ubiquiti ខ្ញុំ set តាំងខុសនឹងត្រូវហើយចាំនេះយើងមើលទៅអូខេ Unify brand របស់វាយើងដាក់ចឹងមកបើខ្វះ brand ណាយើងដាក់ brand នឹងចូលមក manufacturer ហ្នឹងហើយព័ត៌មានផ្សេងយើងដាក់ក៏ដាក់ទៅមិនដាក់ក៏អត់បញ្ហាអីដែរអូខេអញ្ចឹងចំណុចទី5នេះគឺចប់ហើយយើងបកទៅចំណុចទី3វិញអធិស្ឋានយើងអត់ទាន់បកចំណុចទី3ទេយើងបកទៅចំណុចទី4ព្រោះវាតាក់ទង
ទី 4 ហើយបានទៅទី 3 បានអូខេអញ្ចឹងយើងមក category មកយើង add ចុះ category យើងមានអីខ្លះមានដូចជា system unit ខ្ញុំ add មួយគ្នាយើងចូល system unit ប្រភេទចាប់ជាប្រភេទ asset អញ្ចឹងយើងដាក់រូបតំណាងមក system unit របស់យើងsystem unit យើងហ្នឹងឯនេះគេហៅ system unit នេះយើងពីច្រើនហៅ cache ហៅ CPU ហៅអីហ្នឹងអាហ្នឹងហើយ system unit អូខេយើង add មួយទៀតយើងដាក់ monitor គឺយើងប្រើជាមួយ system unit ហ្នឹងឯងគេយើងដាក់មក add មួយទៀត laptop ប្រភេទជា asset ដូចគ្នារូបតំណាង laptop មកតែមកយើង add brand add device ផ្សេងៗ category ផ្សេងៗដូចជាអូខេ printer asset រូបតំណាងយើងចូលមក router ជា asset ចាំមកនេះយើងមានអីដាក់ហ្នឹងមកឲ្យតែយើងចាត់ទុកថាជា asset ប្រភេទ device IT របស់យើង switch ក៏ខ្ញុំដាក់ជា asset access point ក៏ខ្ញុំដាក់ជា asset NVR network video recorder ក៏ខ្ញុំចាត់ជា asset មាននេះទៀត camera តែបើយើងដាក់ camera ច្រឡំយើងត្រូវដាក់ CCTV camera ក៏ខ្ញុំចាត់ជា asset អូខេបើគ្នាយើងមានអីផ្សេងទៀតដែលចាត់ជា asset យើង add ចូលបន្ថែមណាប្រភេទជា category អាហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើង add category រួចយើងមក add asset model បានហើយអញ្ចឹង asset model យើងចុចមកយើង add asset model យើងខ្ញុំឧទាហរណ៍ system របស់ខ្ញុំប្រភេទ ASUS ស្រុកអីហ្នឹងទៅ 1 2 3 4 5អីទៅ model ខ្ញុំឧទាហរណ៍ហើយបើវាចាត់ចូលជា category system unit ហើយអូខេហើយ manufacturer ប្រភេទជា ASUS នេះក្រុមហ៊ុនបើ ASUS model system unit ហ្នឹង model គេខ្ញុំឧទាហរណ៍ model នេះចោះហើយយើងអាចចាត់ទុកជាប្រភេទ asset បងប្លូអត់បើយើងចាត់ទុកជា asset បងប្លូយើងមក add កន្លែង differentiation នេះឡើយនេះយើង add យើងចង់ add cáiហ្នឹងក៏បានដែរហ្នឹងយើងចាំដាក់ក្រោយទៀតទេអត់អីទេកុំឲ្យវែងទុកនឹងសិនហើយហើយមក minimum quantity អាហ្នឹងមិនដាក់ទេតិចឡើងសេរីនេះទៅហើយឡើង field set នេះយើងត្រូវ select យក asset with serial number ហើយយើងដាក់រូបតំណាងមួយទៀតទៅ system unit អូខេចឹងនឹង model ហ្នឹងបើយើងមាន model ផ្សេងយើង add model ផ្សេងទៀតមកណា system unit នឹងដូចគ្នាប៉ុន្តែ model ផ្សេងឥឡូវឧទាហរណ៍ថា system unit ខ្ញុំដែរប៉ុន្តែខ្ញុំប្រើប្រភេទ Optiplex brand របស់ Optiplex ហ្នឹងទៅ Dell Optiplex យើងដាក់ប្រភេទជា system unit ដូចគ្នាយើងមានច្រើន model ប្រើក្នុងកំណត់ណាយើង Dell យ៉ាងមកយើងដាក់ model វា Optiplex 7010T យើងត្រូវឧទាហរណ៍ហើយយើងគ្រីសនឹងមកហើយយើងកុចយ៉ាងដូចគ្នាហើយ model ផ្សេងប្រកបជា system unit រូបរាងផ្សេងខ្ញុំយកឧទាហរណ៍ដាក់នឹងដែរមកហើយយើងយករូបឲ្យដូចមកហើយយើង save អូខេអញ្ចឹង model 2នោះផ្សេងគ្នាពេលដែលយើង create asset កន្លែងនេះក៏យើង select ឲ្យត្រូវមួយ model វាដែរអត់អាចចេះដាក់ឯងប្រយ័ត្នរងវិញខ្លួនឯងអញ្ចឹងបើយើងមានប្រភេទ laptop Dell ទៀតយើងដាក់ Dell laptop ប្រភេទ Vostro យកឧទាហរណ៍1335អីយ៉ាងមក category ជា laptop ក្រុមហ៊ុន Dell model តែយ៉ាងនេះមួយ serial number ដាក់រូបតំណាងអូខេចុះបើយើងមានcategory យើងបើយើងមាន model បើយើងច្រើនដូចថាមាន
laptop មានពពួក ASUS ទៀតយើង add laptop ASUS មកទៀតមកយើងមាន router យើង add router model អីចឹងចូលមកល្អអត់ទៅអត់បញ្ហាអីទេចឹងឥឡូវយើង5ចំណុចចឹងគឺចប់ហើយចឹងបើគ្នាយើងឆ្ងល់អាច comment ខាងក្រោមវីដេអូបានជួបខ្ញុំនៅចំណុចផ្សេងទៀតនៅវគ្គទី4អូខេជួបខ្ញុំវីដេអូក្រោយបាយបាយ